នេះហើយគឺជាវិធីដែលធ្វើឲ្យអ្នកចាំទីភ្ញាក់ផ្អើលនៅពេលដែលអង្គតូអុយណេស៊ីមីញ៉ូឈរត្រៀមទាត់បាល់ពីនៃ11ម៉ែត្រមនុស្សគ្រប់គ្នាគិតថាវាគ្រាន់តែជាការទាត់ធម្មតាមួយប៉ុណ្ណោះកីឡាករទាំងអស់កំពុងរង់ចាំនៅក្រៅប្រអប់គ្រោះថ្នាក់ខណៈអាជ្ញាកណ្ដាលក៏កំពុងសម្លឹងមើលយ៉ាងយកចិត្តទុកដាក់អ្វីដែលគាត់ត្រូវធ្វើគឺគ្រាន់តែទាត់បាល់ប៉ុណ្ណោះប៉ុន្តែបើយើងសង្កេតឲ្យច្បាស់នឹងឃើញថាមានអ្វីមួយចម្លែកកំពុងកើតឡើងសេមីញ៉ូមិនបានរត់ចូលទៅទាត់ភ្លាមៗទេគាត់គ្រាន់តែឈរស្ងៀមក្បែរបាល់ខណៈអ្នកចាំទីកំពុងលាតសន្ធឹងជើងនិងត្រៀមខ្លួនសម្រាប់ការសង្គ្រោះបាល់ពេញកីឡាដ្ឋានស្ងប់ស្ងាត់ជាខ្លាំងគ្មាននរណាម្នាក់យល់ថាគាត់កំពុងធ្វើអ្វីឡើយពីទីតាំងនោះវាហាក់ដូចជាមិនអាចរកគ្រាប់បាល់បានទេដៃជើងរបស់គាត់នៅសម្រាប់ធម្មតាអ្នកគ្រប់គ្រងមួយចំនួនចាប់ផ្ដើមខ្សឹបខ្សៀវខណៈអ្នកខ្លះទៀតគិតថាគាត់កំពុងតែពន្យាពេលមនុស្សស្ទើរតែទាំងអស់ជឿថាគាត់មិនទាន់ចង់ទាត់បាល់នៅពេលនោះឡើយចំណែកអ្នកចាំទីក៏ឈរស្ងៀមដោយភាពច្របូកច្របល់ដោយមិនដឹងថាមានអ្វីកើតឡើងគាត់បានងាកទៅមើលអាជ្ញាកណ្ដាលមួយភ្លែតមុននឹងបង្វែរភ្នែកត្រឡប់មកកាន់បាល់វិញហើយថយក្រោយបន្តិចដើម្បីត្រៀមខ្លួនទស្សនិកជនស្ទើរតែថប់ដង្ហើមរង់ចាំមើលភ្លាមៗនោះសេមីញ៉ូបានថយក្រោយហើយចាប់ផ្ដើមរត់ចូលទាត់ទោះជាយ៉ាងណាអ្នកចាំទីនៅតែស្ងប់ស្ងាត់ព្រោះគាត់ជឿថាអាចបានអានចលនារបស់គូប្រកួតដាច់ហើយដោយសារការចាប់ផ្ដើមយឺតគាត់គិតថាសេមីញ៉ូនឹងប្រើចម្ងាយរត់វែងមុនទាត់ប៉ុន្តែសេមីញ៉ូបានបង្ហាញពីភាពឆ្លាតវៃដ៏អស្ចារ្យអ្វីបានកើតឡើងក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះគាត់បានបញ្ឈប់ចលនាមួយភ្លែតនៅពាក់កណ្ដាលផ្លូវរត់រួចបង្កើនល្បឿនយ៉ាងគំហុកឆ្ពោះទៅកាន់បាល់ការទាត់របស់គាត់មានទាំងកម្លាំងនិងភាពច្បាស់លាស់អ្នកចាំទីព្យាយាមប្រតិកម្មភ្លាមប៉ុន្តែវាយឺតពេលទៅហើយបាល់បានហោះផុតពីដៃរបស់គាត់និងចូលទៅក្នុងសំណាញ់ទីយ៉ាងស្អាតគ្រាប់បាល់មួយគ្រាប់ដែលមិនត្រឹមតែបង្ហាញអំពីជំនាញប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញអំពីការប្រើប្រាស់ចិត្តវិទ្យានិងភាពឆ្លាតវៃដើម្បីបោកបញ្ឆោតអ្នកចាំទីឲ្យបាត់បង់ការប្រុងប្រយ័ត្នផងដែរ